ចាស់ពេកក្នុងការរៀនសូត្រគ្មានអ្នកណាចាស់ពេកក្នុងការសិក្សារៀនសូត្រឡើយហើយមានតែអ្នកដែលឈប់រៀនទេដែលជាមនុស្សចាស់នោះអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Kofi Annan បាននិយាយថាគ្មានអ្នកណាក្មេងពេកក្នុងការដឹកនាំនោះទេហើយក៏គ្មានអ្នកណាចាស់ពេកក្នុងការរៀនសូត្រនោះដែរចំណែកឯអ្នកបង្កើតក្រុមហ៊ុនរថយន្ត Ford របស់អាមេរិកដ៏ល្បីល្បាញគឺលោក Henry Ford បាននិយាយថាអ្នកណាក៏ដោយឲ្យតែឈប់រៀនគឺក្លាយជាមនុស្សចាស់ហើយទោះបីគាត់មានអាយុ20ឆ្នាំឬ80ឆ្នាំក៏ដោយរៀនក៏មិនប្រកាសថាតលតែចូលក្នុងថ្នាក់រៀនឬក្នុងសាលាទើបហៅថារៀនក៏ទេដែរអ្នកអាចរៀនបានគ្រប់ពេលគ្រប់វេលាគ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយទាំងអស់ក្រៅពីចេះពីគ្រូបង្រៀននៅសាលាអ្នកក៏អាចចេះតាមរយៈការអានការមើលការសង្កេតនិងការចូលរួមជជែកពិភាក្សាជាដើមអ្នកអាចរៀនសូត្របានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាម្យ៉ាងទៀតនៅពេលដែលអ្នកកំពុងជិះក្នុងឡានដែលកំពុងធ្វើដំណើរអ្នកក៏អាចរៀនសូត្របានដែរហើយនៅពេលធ្វើម្ហូបក៏អាចរៀនសូត្របានដែរម្យ៉ាងទៀតសម័យ Digital សម័យអ៊ីនធឺណិតអ្នកអាចរៀនសូត្របានកាន់តែងាយស្រួលបំផុតសាលារៀននិងគ្រូល្អៗស្ថិតនៅក្នុងបាតដៃរបស់អ្នកប៉ុណ្ណោះសំខាន់ថាអ្នកបើកចិត្តរៀនឬអត់ដោយអ្វីដែលយើងបានលើកឡើងមុននេះបន្តិចអំពីទស្សនៈលោក Steve Jobs ដែលនិយាយថានៅតែក្លៀននៅតែល្ងងដែលមានន័យថាបើយើងឆ្អែតនោះយើងប្រកាសជាឈប់ញ៉ាំហើយបើយើងគិតថាខ្លួនចាស់ហើយនោះយើងប្រកាសជាឈប់រៀនពេលដែលអ្នកឈប់រៀននោះហើយដែលជីវិតអ្នកក៏ហាក់បីដូចជាត្រូវបញ្ចប់ត្រឹមនឹងដូចគ្នាឈប់រៀនឈប់ស្វែងយល់តើមានអ្វីដែលត្រូវរីករាយចំពោះចំណេះដឹងថ្មីដែលកើតឡើងស្ទើររាល់វិនាទីទៅមហាថ្មគន្ធីបានណែនាំថាឲ្យយើងរស់នៅដូចជាដឹងខ្លួនមុនថាត្រូវស្លាប់នៅថ្ងៃស្អែកហើយរៀនឲ្យដូចជាដឹងមុនថាត្រូវរស់នៅជាមួយជីវិតមានអ្នកណាម្នាក់ដែលចាស់ពេកក្នុងការរៀនសូត្រនោះទេមានតែអ្នកឈប់រៀនប៉ុណ្ណោះដែលបានក្លាយខ្លួនជាមនុស្សចាស់ពេកការរៀនសូត្ររបស់មនុស្សមិនអាចបញ្ចប់បានឡើយគោលគឺរហូតដល់ថ្ងៃដែលគាត់ស្លាប់រៀនពីសត្វហេតុអ្វីមនុស្សត្រូវរៀនពីសត្វនិយាយឲ្យចំទៅក្នុងនាមជាមនុស្សមិនមែនរៀនតែពីសត្វនោះទេប៉ុន្តែជាតិជាមនុស្សត្រូវរៀនពីរបស់ទាំងអស់ក្នុងលោករួមទាំងមនុស្សសត្វរុក្ខជាតិនិងចក្រវាឡទាំងមូលមនុស្សត្រូវតែបើកចិត្តទូលាយដើម្បីភាពរីកចម្រើនទើបអាចរក្សាភាពជាមនុស្សនិងបង្កើតភាពខុសគ្នាពីសត្វមនុស្សអាចទទួលបានការរីកចម្រើនក៏ដោយសារមានការគិតពិចារណាដូចនេះមនុស្សអាចបើកចិត្តឲ្យបានទូលាយហើយរៀនសូត្រពីបរិយាកាសជុំវិញខ្លួនរួមទាំងសត្វផងដែរមានមេរៀនយ៉ាងសម្បូរបែបនិងពីគ្រប់មជ្ឈដ្ឋានដែលមនុស្សអាចរៀនបានដោយពាក្យមួយឃ្លាដែលខ្ញុំតែងនិយាយថាគ្រប់របស់ទាំងអស់សុទ្ធតែជាគ្រូគ្រប់កន្លែងទាំងអស់សុទ្ធតែជាសាលាហើយគ្រប់ពេលវេលាទាំងអស់សុទ្ធតែជាម៉ោងរៀនសូត្ររៀនមិនមែនមានន័យថាត្រូវតែយកតម្រាប់តាមឬធ្វើតាមនោះទេប៉ុន្តែរៀនគឺជាឱកាសបើកចិត្តនិងខួរក្បាលក្នុងការស្គាល់ឬដឹងអ្វីដែលថ្មីដើម្បីយកទៅគិតពិចារណាថ្លឹងថ្លែងវិភាគដើម្បីរកឲ្យឃើញថាអ្វីខុសអ្វីត្រូវអ្វីដែលគួរយកទៅអនុវត្តតាមហើយអ្វីដែលមិនគួរប៉ុន្តែប្រសិនបើមនុស្សមិនបានបើកចិត្តដើម្បីទទួលមេរៀនពីប្រភពផ្សេងទេនោះវាគឺជាការបាត់ឱកាសដ៏ល្អមួយដើម្បីរីកចម្រើនមិនខានតាមការសង្កេតទូទៅមនុស្សតែងតែចង់រៀនពីអ្វីខ្ពស់ជាងប្រសើរជាងនិងចេះជាងខ្លួនឯងដោយហេតុថានឹងអាចធ្វើឲ្យខ្លួនខ្ពស់ជាងនោះតាមពិតទៅបញ្ញាពិតប្រាកដកើតឡើងពីគ្រប់របស់ទាំងអស់ក្នុងលោកមិនមែនមានតែនៅក្នុងឋានៈឬសភាវៈដែលល្អនោះទេបើយើងសរសេរអត្ថបទឬបង្កើតវីដេអូមួយដែលមានចំណងជើងថាមេរៀនពីសត្វសុណខនោះមនុស្សមួយចំនួនប្រកាសជាគិតថាហេតុអ្វីត្រូវរៀនពីសត្វសុណខទៅវិញ
ទាំងខ្លួនឯងមិនទាន់បានអានឬមើលមេរៀនទាំងនោះផងបើយើងបានអានឬមើលបន្តិចរួចពិចារណានោះមេរៀនទាំងនោះនឹងជ្រាបចូលទៅក្នុងខួរក្បាលហើយយើងប្រកាសជាចេះសាទរនិងយល់ពីប្រយោជន៍យ៉ាងច្រើនពីការបើកចិត្តរៀនសូត្រទាំងនោះប៉ុន្តែបើគេសរសេរអត្ថបទឬផលិតវីដេអូមួយដែលនិយាយអំពីមេរៀនមហាសេដ្ឋីប្រាក់ពាន់លានម្នាក់ដែលមិនទាន់ទាំងបានអានផងក៏កោតសរសើរឬអាចចង់យកភាពជាគំរូទាំងនោះតែម្ដងទាំងមិនទាន់បានពិចារណាអ្វីសោះហេតុអ្វីបរមគ្រូចិនខុងជឺនិយាយថាគ្រប់របស់ទាំងអស់សុទ្ធតែមានសម្រស់របស់វាប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេដូចនេះរបស់គ្រប់យ៉ាងសុទ្ធតែមានមេរៀនរបស់វាប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរៀនសូត្របាននោះដែរដូចនេះហើយអ្នកដែលអាចបើកចិត្តបានរៀនសូត្របានពីរបស់គ្រប់យ៉ាងទើបទទួលបានមេរៀនដ៏មានតម្លៃនិងបង្កើតភាពខុសគ្នាពីអ្នកដទៃបានជាពិសេសបង្កើតភាពខុសគ្នាពីអ្វីដែលយើងបានរៀននោះ